បងប្អូនខ្ញុំធ្លាប់តែឃើញវីដេអូមួយនេះដែលជាវីដេអូមួយបង្ហាញអំពីព្រះរាជសកម្មភាពនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិស្ដេចកំពុងតែគង់នៅលើព្រះសាលៀងហើយបើយើងសង្កេតឲ្យច្បាស់មែនទែនទៅគឺទស្សនវិជ្ជានេះមានទីតាំងស្ថិតនៅប្រាសាទអង្គរវត្តតែម្ដងបងប្អូនប្រសិនបើខ្ញុំមិនបានអានសៀវភៅរឿងមួយនេះទេខ្ញុំប្រកាសជាមិនបានដឹងទេអំពីមហាព្រឹត្តិការណ៍នៅក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិដែលមានសល់វីដេអូជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះក្រោយពេលដែលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិព្រះអង្គយាងពីប្រទេសបារាំងវិញរយៈពេលមិនយូរប៉ុន្មានផងព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងក៏ព្រះអង្គទទួលបានជោគជ័យក្នុងការទាមទារយកខេត្តទាំងពីរគឺខេត្តបាត់ដំបងនិងខេត្តសៀមរាបពីសៀមមកឲ្យខ្មែរវិញដែលជាម្ចាស់ដើមហើយព្រះអង្គក៏មានព្រះរាជតម្រិះភ្លាមក្នុងការនាំយកនៅក្រុមល្ខោនដើម្បីទៅរួមថ្វាយដល់វត្ថុស័ក្តិសិទ្ធិក៏ដូចជាទេវតារក្សាទឹកដីនៅតំបន់អង្គរដូច្នេះមហាព្រឹត្តិការណ៍ទី2គឺជាមហាព្រឹត្តិការណ៍នៃព្រះរាជដំណើររបស់ព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិយាងពីព្រះបរមរាជវាំងទៅកាន់ខេត្តសៀមរាបដែលខ្មែរជំនាន់រជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិហៅថាខេត្តអង្គរសាកស្រមៃទៅមើលថាតើកាលពីជំនាន់នោះទម្រាំតែធ្វើដំណើរពីភ្នំពេញរហូតទៅដល់ខេត្តសៀមរាបតាមព្រះទីនាំងទូកទម្រាំនឹងដល់តើត្រូវប្រើពេលអស់រយៈពេលប៉ុន្មានទៅដូច្នេះនេះគឺជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលកូនខ្មែរទាំងអស់គ្នាគួរតែបានដឹងនិងដើម្បីឲ្យជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីរឿងរ៉ាវអំឡុងពេលនៃការធ្វើដំណើរពីព្រះបរមរាជវាំងទៅកាន់ខេត្តអង្គរហើយឈានទៅដល់ប្រាសាទអង្គរវត្តដែលស្ថិតនៅជាអាថ៌កំបាំងនៅក្នុងព្រៃទៅទៀតនោះមានទស្សនវិជ្ជាក៏ដូចជារឿងរ៉ាវបែបណាខ្លះទៅសូមបងប្អូនអញ្ជើញតាមដានស្ដាប់នៅបទអត្ថាធិប្បាយរបស់ខ្ញុំបាទដូចតទៅនេះបន្ទាប់មកផ្លូវរទេះត្រូវឆ្លងកាត់ក្រហុកដីជាច្រើនកន្លែងហើយរំពេចនោះយើងស្រែកភ្លាត់មាត់ស្រុះគ្នាទាំងអស់យីមើលណោះមើលឯនោះណោះព្រមទាំងលើកដៃចង្អុលទៅទិសខាងកើតដែលបង្ហាញទិដ្ឋភាពដ៏ល្អត្រកាលក្រោមផ្ទៃមេឃក្រហមព្រឿងនាពេលព្រឹកប្រហៀមនៅចម្ងាយប្រហែល20ជំហានពីផ្លូវយើងឃើញដុំថ្មពណ៌ខ្មៅប្រផេះពាន់ព័ទ្ធទៅដោយវល្លិនិងស្លែដាក់តម្រៀបគ្នានៅសងខាងផ្លូវកន្លែងខ្លះបែកបាក់ធ្លាក់ទៅក្នុងអន្លង់ទឹកដ៏ជ្រៅដែលគេជីកពីក្រោមអន្លង់នេះគ្រាន់តែទទឹងប្រវែងសឹងប៉ុនទន្លេប្រកបទៅដោយទឹកនឹងថ្កល់មានផ្កាឈូកនិងវារីជាតិដតីទៀតដុះដេរដាស់ពីលើបង្កើតបានជាកម្រាលធម្មជាតិមួយបែបដ៏ប្រណិតក្រៃលែងនៅច្រាំងខាងម្ខាងឯណោះរឹតតែល្អជាងនេះទៅទៀតកំពែងថ្មលាតសន្ធឹងកាត់ព្រៃសសរនិងខ្លោងទ្វារធំមានបន្ទប់កំពូលថ្មពីលើចាំងឆ្លុះច្បាស់ក្រឡែតពីលើផ្ទៃទឹកប៉ុន្តែកំពូលថ្មទាំងនោះបាក់បែកស្ទើរតែទាំងអស់ទៅហើយឃើញតែដុំថ្មរបូតធ្លាក់មកនៅរាយប៉ាយពាសពេញដីបន្ទាប់ពីកំផែងនេះទៅឆ្ងាយជ្រៅខាងក្នុងមានភ្នំថ្មមួយប្រកបទៅដោយកំពូល5បន្ទាប់ពីលើកំពូល4នៅគ្រប់ជ្រុងទាំង4និងកំពូលកណ្ដាលខ្ពស់ជាងគេលិចត្រដែតហួសអស់ព្រៃព្រឹក្សាហើយនៅគង់វង្សទាំងអស់ឥតមានឃើញបែកបាក់ត្រង់ណាទេស្នូលរទេះស្ងាត់ទៅវិញម្ដងមួយជាបន្តបន្ទាប់គ្នាក្បួនរទេះឈប់តកន្ទុយគ្នាវែងអន្លាយតាមបណ្ដោយមាត់ប្រឡាយទឹកព័ទ្ធជុំវិញអង្គរដែលមានស្ពានថ្មធំទូលាយនៅចំកណ្ដាលសម្រាប់ឆ្លងពីម្ខាងទៅម្ខាងរូបសង្ហៈពីរបែកបាក់ស្ទើរតែមើលមិនចង់ស្គាល់ទៅហើយនៅឈរយាមល្បាតនឹងថ្កល់ត្រង់ផ្លូវចូលយើងឆ្លងផុតមកដល់ខ្លោងទ្វារដែលតាមស្មានទៅកន្លែងនេះពីដើមជាកន្លែងទាហានឈរយាមប្រកបទៅដោយជញ្ជាំងសសរនិងបង្អួចមានក្បាច់ចម្លាក់ឆ្លាក់ដោយដៃវិចិត្រករដ៏ប៉ិនប្រសប់គ្មានពីរក្នុងលោករូបទេពអប្សរនិងអ្នករបាំពាក់មកុដជំនាន់បុរាណញញឹមពព្រាយហាក់សម្ដែងពរស្វាគមន៍ចំពោះយើងបន្តពីខ្លោងទ្វារនេះមានផ្លូវក្រាលថ្មមួយទៀតលាតសន្ធឹងវែងរហូតដល់កាំជណ្ដើរអង្គរវត្តរូបនាគវែងដែលគេឆ្លាក់ធ្វើជាបង្កាន់ដៃនោះនៅគង់វង្សនៅឡើយប៉ុន្តែទ្រាតទ្រូតរកកលនឹងបាក់ធ្លាក់ទៅលើវាលស្មៅនៅខាងក្រោមផ្ទៃប្រាសាទទាំងមូលមានសភាពស្ងប់ស្ងាត់គួរឲ្យខ្លាច
ទោះបីជាពួកយើងនាំគ្នានិយាយឡូឡាយ៉ាងណាក៏ពុំអាចបង្កើតជាភាពអ៊ូអរបានដែរនៅតែស្ងាត់គួរឲ្យស្រងេះស្រងោចក្នុងចិត្តយើងដើរមកដល់ជណ្ដើរថ្ម4កាំដែលនៅក្បែរនោះមានវត្តមួយសំងំពួនយ៉ាងសុខសាន្ត កណ្ដាលសភាពស្ងប់ស្ងាត់ក្រោមម្លប់រុក្ខជាតិធំស្លឹកត្រសុំត្រសាយអ្នកភ្នំពេញនិងអ្នកបាត់ដំបងជាច្រើនអ្នកបានមកដល់ទីនេះមុនយើងទៅទៀតហើយគេដើរទៅដើរមកអ៊ូអរពាសពេញពួកក្រុមវាំងប្រយ័ត្នប្រយែងខ្លាំងណាស់គាត់តាមខ្វៀលយើងជាប់គ្រប់ជំហានដើម្បីការពារកុំឲ្យស្មានក្មេងៗដែលធ្វើដំណើរមកជាមួយនាម៉ឺនសពមុខមន្ត្រីនោះតាមឆាឆៅយើងបានពួកក្មេងកំឡោះអស់នឹងពុំមែនប្រាថ្នាមកមើលអង្គរវត្តប៉ុន្មានទេប៉ុន្តែតាមពិតគឺគេមកតាមមើលយើងនេះតែម្ដងនៅពេលដែលយើងនាំគ្នាដើរចូលទៅកន្លែងងងឹតខ្ញុំសម្គាល់ឃើញអស់អ្នកអស់នាងជាច្រើនបានខំចោលរឹកចោលពៀដើម្បីឲ្យគេយកតាមខ្លួនដែលជាហេតុអាចឲ្យខ្ញុំកាត់យល់បានថាពួកទាំងនេះសុទ្ធតែធ្លាប់តាក់ទងគ្នាពីយូរណាស់មកហើយគេប្រហែលជាមានសន្យាថានឹងរៀបការជាមួយគ្នាក្នុងពេលណាមួយទៀតផងអារបៀបឲ្យកន្ទុយភ្នែកឬញញឹមស្អីអញ្ចឹងខ្ញុំមិនរវល់យកចិត្តទុកដាក់មើលទេពីព្រោះក្បាច់ចម្លាក់អង្គរវត្តល្អពេកណាស់មើលហើយជក់ភ្នែកចង់តែមើលទៀតសំឡេងមនុស្សជជែកគ្នាចែកចាយលាន់ឮមកពីគ្រប់ទីកន្លែងហើយនៅតាមច្រកងងឹតនោះធុំក្លិនស្អុយអាចប្រជៀវគួរឲ្យចង់ក្អួតជណ្ដើរមានគ្រប់កន្លែងងាកទៅខាងណាក៏ឃើញមិនដឹងជាឡើងទៅដល់កន្លែងណាខ្លះទេមកដល់ខ្លោងទ្វារនីមួយៗតែមិនបានប្រយ័ត្នមើលក្រោមច្បាស់ជាជំពប់ជើងដួលផ្កាប់មុខមិនខាននៅតាមជញ្ជាំងវែងមានឆ្លាក់រូបល្អណាស់រូបទេពអប្សរដែលឆ្លាក់ជាប់នៅនឹងជញ្ជាំងសុទ្ធតែមានដោះរលោងស្រិលពីព្រោះនរណាដើរមកឃើញក៏អង្អែលគ្រប់គ្នាមានកន្លែងមួយនោះឲ្យតែគក់ទ្រូងលាន់ឮសូរខ្ទរឆ្លើយតបមកវិញហេតុតែចង់ស្ដាប់សំឡេងខ្ទរនេះខ្ញុំគក់ទ្រូងខ្លួនឯងទាល់តែចុកក្រោយដែលដើរលេងនៅកន្លែងងងឹតអស់ហើយយើងក៏ដើរចេញមកទីធ្លាមួយភ្លឺច្បាស់ក្រឡែតដែលមានដុំថ្មធ្លាក់មករាយប៉ាយពាសពេញកន្លែងនេះឥតមានដុះដើមឈើធំដូចនៅកន្លែងដទៃទៀតទេហើយនៅពីមុខយើងកំពូលទាំង5លូតខ្ពស់ត្រដួចត្រដឹមគួរឲ្យខ្លាចបន្ទាប់ពីលើពំនូកថ្មដ៏ធំសម្បើមប៉ុនភ្នំជណ្ដើរសម្រាប់ឡើងទៅកាន់កំពូលនោះមានច្រើនណាស់ជណ្ដើរសម្រាប់ស្រីផ្សេងសម្រាប់ប្រុសផ្សេងមិនច្រឡូកច្រឡំគ្នាទេម្ចាស់ក្សត្រីអស់កម្លាំងពេកឡើងទៅទៀតមិនរួចសុកចិត្តអង្គុយចាំនៅខាងក្រោមពួកយើងដោះស្បែកជើងនាំគ្នាឡើងយឺតយ៉ាងប្រុងប្រយ័ត្នក្រៃលែងមិនហ៊ានងាកក្រោយមើលមកក្រោមពីព្រោះជណ្ដើរនោះចោតសន្លឹមប្រកបទៅដោយកម្មនីមួយតូចជាន់មិនពេញជើងបានឡើងទៅដល់លើយើងអាចមើលឃើញទិដ្ឋភាពផ្ទៃអង្គរវត្តទាំងមូលដែលល្អប្រៀបបានទៅនឹងប្រាសាទទិព្វផុសចេញកណ្ដាលទ្រូងព្រៃស្រោងស្រឹងស្ទើរតែពុំអាចជឿថាជាស្នាដៃមនុស្សខ្ញុំឮគេប្រាប់ថានៅជិតនេះមានអង្គរធំប្រាសាទលលៃប្រាសាទតាព្រំនិងប្រាសាទផ្សេងទៀតជាច្រើនដែលខ្ញុំភ្លេចឈ្មោះអស់ទៅហើយប៉ុន្តែខ្ញុំរកមើលមិនឃើញមួយសោះព្រោះព្រៃដុះគ្របពីលើចិត្តអស់ទៅហើយឃើញតែព្រៃខៀវស្រងាត់លាតសន្ធឹងវែងរហូតទៅដល់ទន្លេសាបដោយសារខ្ញុំចេញមុខការពារក៏ហ៊ុនវាបានមកតាមជាមួយគេជាប់រហូតវារត់ឡើងជណ្ដើរលឿនដូចកណ្ដុរយើងដើរមើលខាងឆ្វេងបន្តិចខាងស្ដាំបន្តិចរួចនាំគ្នាអុជធូបបូជារូបសំណាកឆ្លាក់ជាប់នឹងទ្វារមួយនោះរបៀបតជាជញ្ជាំងអញ្ចឹងយើងខ្ញុំបងកូនថ្ងៃខ្ពស់ណាស់ហើយយើងកោពោះឃ្លានបាយហើយក៏អស់កម្លាំងបន្តិចដែរជាពិសេសគឺខ្ញុំនេះឯងដែលអស់កម្លាំងខ្លាំងជាងគេពីព្រោះខ្ញុំមិនរវល់កាច់រៀងឲ្យគូសង្សារមើលដូចពួកគេឯទៀតទេខ្ញុំហាក់ដូចជាឈឺចុកចាប់ពេញខ្លួនទ្រាំមិនបានក៏ចូលទៅសំងំដេកនៅក្នុងរោងស្លឹកដែលគេសង់ទុកសម្រាប់ឲ្យពួកបរិពារលួងចូលឈប់សម្រាកកម្ដៅថ្ងៃការនឿយហត់ក្នុងពេលធ្វើដំណើរចាប់ផ្ដើមធ្វើទុកខ្ញុំខ្លាំងឡើងជាលំដាប់រហូតដល់ពេលថ្ងៃត្រង់ខ្ញុំធ្លាក់ដាបមែនទែនប៉ុន្តែខ្ញុំទ្រាំរំថ្វាយវត្ថុស័ក្តិសិទ្ធិនិងទេវតារក្សាទឹកដី
ជាមួយគេឯងទាល់តែចប់ចុងចប់ដើមខ្ញុំថ្មិចភ្នែកមកមើលមមាយឃើញតែរឿងផ្ដេសផ្ដាសគួរឲ្យខ្លាចហើយមួយសន្ទុះក្រោយមកខ្ញុំក៏សន្លប់លែងដឹងខ្លួនសោះតែម្ដងពេលត្រឡប់មកវិញគេម្នាក់សង្វាតយោងអាត្មាតែរាល់ខ្លួនគ្មាននរណាគិតគូរនឹកនាដល់ខ្ញុំដែលដេកលក់ស្ដោកស្ដឹងតែម្នាក់ឯងនៅលើកន្ទេលក្នុងរោងនោះទេថ្ងៃនោះបើគុំតែបានពុកម៉ែទៅតាមជាមួយម្លេះសំគេភ្លេចទុកខ្ញុំចោលកណ្ដាលព្រៃមិនខានសូមអរគុណលោកស្រីអ្នកនាងកញ្ញាដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍ចូលចិត្តស្ដាប់នៅរឿងរ៉ាវប្រវត្តិសាស្ត្រក៏ដូចជាសិល្បៈវប្បធម៌អរិយធម៌របស់ខ្មែរលោកស្រីអ្នកនាងកញ្ញាអាចចូលទៅកាន់គេហទំព័រ YouTube ផ្លូវការខ្មែរអតីតកាលដោយគ្រាន់តែវាយឈ្មោះរបស់ខ្ញុំបាទពន្លឺរស្មីជាភាសាអង់គ្លេសនោះលោកអ្នកនឹងឃើញគេហទំព័រផ្លូវការរបស់ខ្មែរអតីតកាលពីខ្ញុំបាទពន្លឺសូមអរគុណនិងសូមគោរពលា